nhiệt nhôm sầm mai ní ở đây nom côn tờ vót thoại công pre sập pe song ở đây nom tờ bờ prết sực đây lọ năng ấy ban pe côn ca mà đom dây bị vết từ ní à cha lược đại đặt thầm thủng côn đặt thầm thủng sập pe mai sập pe âu song mau ấy côn lược đại đặt thầm chấm mò côn á thầm chấm mò hay thoại côn nọ trương đại tâm ném mò côn hay chực cái nó ngồi thoáng côn nọ thoáng cầm en hay áo nọ đo khổm côn thoại côn mà smart nét côn thoại côn ban nét cút cầm ngược phô chiên cả ba cút cho khổm chiên cả ba cho khổm chiên cả ba cho khổm cút cầm lại lừa phô cả ba pe nàng non nó cầm en pe tao vết từ nia món ấy nhúng á nàng đôi xa mình đai ban nom côn tao bật bật xịt đây lọ mình đai là oi côn từ squal watt squal lục squal là cha squal dây squal ta tao bật bật xịt đây lọ ấy tê đọt pe côn thông láng cứ ngày thò ngày watt ngày lục mấy clam mình trâm tay mình che vai côn lục ấy khả là khơi một lục đôi khơi chào chứ khả là khơi một lục cái đau kích mà không ai pro không ai say giờ mai nó khơi lục khai lục mà hay xua mấy chân về mẹ sọpปั้នវាថាកណាឃើញលោកខ្លាចលោកសួរកណាអត់ហ៊ាននិយាយមួយលោកកណាអត់ចេះនិយាយដល់ចឹងកិច្ចលោកមិនដឹងនិយាយតលោកថាម៉េចចៃលោកសួរមេនាងទៅណាក្ងួយទៅណាកណាមិនដឹងថាម៉េចមិនដឹងចាស់មិនដឹងប៉មិនដឹងអ៊ំនឹងដូចអាត្មាធ្លាប់និយាយមានអ៊ីមួយនៅសាលថ្មងយ៉ងតកៅគាត់មុនមកទេសនាមកធ្លាប់ចាស់អាខ្សែអាតនេះជាង10ឆ្នាំហើយអាយុ50ជាងអត់ចេះនិយាយមួយលោកផងគេទេទូរស័ព្ទមកអាឡូមែនប៉ហើយណែអាត្មាចង់អញ្ជើញដេចគុណមកទេសនាផ្ទះប៉ុនម៉ែអាត្មាហើយអាត្មាសួរថាណែហើយប៉ុនថ្ងៃណាខែណាដឹងអត់ចេះនិយាយប៉ុនម៉ែអាត្មាហ្នឹងថ្ងៃប៉ុណ្ណេះខែប៉ុណ្ណេះហើយចាប់ផ្ទះភូមិឃុំនៅណាភូមិផ្ទះនៅសាម៉ោងយ៉ងកើតសាតិចហ្នឹងអត់អីទេដល់ថ្ងៃហ្នឹងពេលណាមុនមកពេលណាអញ្ជើញមកអាត្មាឲ្យក្មួយអាត្មាទៅចាំនៅមុខផ្សារកន្លែងផ្លូវបែកជា4ហ្នឹងហើយថាអាត្មាថាអញ្ចឹងបានហើយអញ្ចឹងបានហើយអញ្ចឹងអាត្មាថាបានហើយអញ្ចឹងគេថាបានហើយអញ្ចឹងហ្នឹងមកថាបានហើយអញ្ចឹងគេថាបានហើយអញ្ចឹងមើលប៉ូលីហ្នឹងហើយមើលប៉ូលីហើយដល់ពេលថ្ងៃទៅទេសួរមើលអ្នកណាទេមកអាត្មានឹងលើកដៃមនុស្ស50ជាងហើយយាយកូនកំងកំឡោះអត់ទាំងចេះនិយាយជាមួយលោកផងអាហ្នឹងហើយដែលយើងគួរសង្វេគតក់ស្លុតថាសាសនាដែលយើងហើយតើឲ្យគ្រប់5000ព្រះវស្សាដោយរបៀបណាបើបរិស័ទនេះមិនមានពេលវេលាទៅរៀន3ដកទៅស្រាប់ធម៌ឲ្យមែនមិនដែលមានយាយតាណាមួយតនេហូបបាយឲ្យដេកអត់លុកជិះម៉ូតូជិះកង់ទៅខ្ចី3ដកលោកយកមកមើលណាអត់ដែលមានទេហ្នឹងហើយសម័យសម្ដេចជួនណាតឲ្យតនេប្រសក់ទៅធម្មចែកដីហើយសម័យដើមគេហៅធម្មចែកដីសម័យនេះគេហៅត្រៃកន្លែងតម្កល់កាពីក្បួនច្បាប់ហ្នឹងគឺមនុស្សធាក់កង់ទៅខ្ចីកាពីក្បួនច្បាប់លោកយកមកមើលមកអានអញ្ចឹងបានសម័យសម្ដេចជួនណាតសបោអ្នកចេះដឹងសបោអ្នកប្រាជ្ញហ្នឹងឯងមកពីសបោច្រើនពេកហ្នឹងឯងចេះដឹងច្រើនពេកហ្នឹងឯងបានគេត្រូវគៀចោលមួយសាទៅកុំឲ្យវារីចម្រើនលឿនពេកហ្នឹងហើយអញ្ចឹងណាសង្វេគណាស់នឹងសង្គមយើងនេះទៅទៀតហើយតែនិយាយទៅធေါ်ចេះចូលទៅណានោះអាចារ្យហ្នឹងហើយពីដើមគេចូលចិត្តទៅអានសភៅទៅខ្ចី3ដកយកមករៀនហើយយើងសម័យនេះមានញោមឃើញមានយាយតាណាមួយតនេហូបបាយឲ្យដេកអត់លោកទៅខ្ចី3ដកលោកយកមើលដែរតែលេញខ្ញុំដែរឃើញទេអត់សោះណាហើយសភៅអាត្មាតសេអីយកមកចែកអាពេលបនឆ្លងចែកនោះយាយខ្លះមកតាំងពីមណ្ឌលគិរីជិះឡានមកនាំគ្នាមកវេទនាមកដល់ដេកតាមផ្លូវផងអីផងមកដេកយកដាច់អីមកដល់ថ្ងៃបននឹងចែកសភៅជន់ជើងគ្នាលោកចាប់ទេសនាទៅដើមគ្នាជន់ជើងជន់ដៃហើមជើងយកសភៅនិយាយមួយនៅប្រទាយមានជ័យកូនគេទេមកលោកគ្រូអើយម៉ែកណាទៅតដើមសភៅថ្ងៃបនលោកគ្រូនោះមនុស្សវាច្រើននោះហើយដល់ចប់ទេសនាមិនទទួលសភៅមិនឈុលទៅទាំងអស់គ្នាហើយជន់គេជន់ជើងគាត់ហើមអញ្ចឹងទៅលាបបល័យរឺដល់ដេកឈើជើងនឹងមួយអាទិត្យជាងនោះមកបាត់ហើយកូនគេទេមកលោកគ្រូម៉ែកណាខំជិះឡានពីប្រទាយមានជ័យទៅហ្នឹងណោទៅចង់បានសភៅលោកគ្រូប្រកាសតាមវិទ្យុហ្នឹងហើយដល់ពេលគាត់ទៅតដើមគេជន់គាត់ហើមជើងដេកឈើចង់កន្លះខែមួយអាទិត្យហើយដល់យកសភៅហ្នឹងមកកណាដែលឃើញគាត់បើកមើលផងហ្នឹងគាត់ទុកចោលឡើងបាយគៀនក្រង់អាកូននិយាយចឹងហ្មងបាទមានតែបើកមើលណាបាទហើយអាណិតអ្នកតសេនោះបាទគាត់អង្គុយគិតអង្គុយតសេសភៅមួយក្បាលរាប់ឆ្នាំទៅមកចេញបានមួយក្បាលនោះចឹងណោយើងអត់សូវលះកាត់ពេលវេលាស្រឡាញ់សភៅស្រឡាញ់ការរៀនទេធរអាក៏អញ្ចឹងដែរកុំថាដល់ឲ្យនាំកូនទៅវត្តទៅប្រព្រឹត្តធម៌ណាអញ្ចឹងណោសាសនាយើងឲ្យរីកចម្រើនមិនងាយតើយើងភ្ញាក់រលឹកឡើងវិញវប្បធម៌ប្រពៃណីដូនតាអក្សរសាស្ត្រភាសារបស់យើងដូចគ្នាកាន់តែស្រឡាញ់កាន់តែនាំគ្នាយកចិត្តទុកដាក់នឹងការប្រើនឹងការផ្ដល់តម្លៃឧបមាដូចបនចម្រើនបជនបច្ច័យ4អញ្ចឹង
អូម៉ាមានចម្រើនវិជុ